មកបងប្អូនដែលរៀន limit ទី12ឥឡូវគ្រូបង្រៀនអំពីរបៀបគណនា limit រៀង0 0ចំណុចសំខាន់សម្រួលកត្តាធ្វើឲ្យ0ចោលអញ្ចឹងយើងចាំតែកន្លែងហ្នឹងគឺអូខេហើយអញ្ចឹងគ្រូឧទាហរណ៍1 limit x ខិតរក0ចុះ x ខិតរក0នៃ x ការ៉េបូក 3x នៅលើ x គីបបូក 2x អញ្ចឹងពេលដែលគណនា limit ទី1គេត្រូវជំនួសសិនកន្លែងដែលមាន x គឺយើងត្រូវជំនួសដោយ0ចេះវាបាន0ការ៉េបូក3គុណឲ្យ0 0អញ្ចឹងបូកចូលគ្នា0នៅលើអានេះ0គីប0បូក2គុណឲ្យ0 0ហើយបូកចូលគ្នាចេញ0អញ្ចឹង limit ហ្នឹងគឺមានរាង0លើ0ហើយ limit ហ្នឹងមានរាង0លើ0វាពាក់ព័ន្ធនឹងអានេះទៀតវាខិតទៅរក0អញ្ចឹងអ្វីដែលយើងត្រូវសម្រួលចោលគឺ x កន្លែងនេះមានថាយើងត្រូវសម្រួលត្រូវធ្វើម៉េចសម្រួល x ចោលបាទសម្រួល x ចោលមុននឹងយើងគណនាម្ដងទៀតកន្លែងហ្នឹងអញ្ចឹងមានថាដើម្បីគណនា limit 0លើ0ហ្នឹងគឺយើងត្រូវដាក់វាជាផុសគុណកតានេះដែលអានេះ x ការ៉េអានេះ x ចឹងអានេះមាន x 2អានេះមាន x 1យើងយក x ជាកតាx បូក3យ៉ាងមកទៅលើអានេះមាន x 3យើងយក x 1ចេញសល់ x ការ៉េអានេះយក x ចេញទៅនៅសល់បូក2យ៉ាងមកអញ្ចឹងយើងឃើញអានេះនឹងអានេះដូចគ្នាយើងសម្រួលវាមកអញ្ចឹងយើងបាន limit x ខិតទៅរក0នៃ x បូក3នៅលើ x ការ៉េបូក2អញ្ចឹងមកអ្វីដែលនៅសល់ប៉ុណ្ណឹងបន្តមកទៀតយើងជួសទៀតកន្លែងដែលមាន x យើងជំនួសចេះនេះជំនួសដោយ0បូកជាមួយនឹង3នៅលើ0ការ៉េបូកជាមួយនឹង2 0បូកជាមួយ3បាន3 0ការ៉េ0 0បូកជាមួយនឹង2បាន2បាទអញ្ចឹងចម្លើយវាគឺ3លើ2